ចង់ធ្វើបាញ់ត្រាងឲ្យមានរសជាតិស្រួយហើយឆ្ងាញ់ទៅតាមរសជាតិដែលយើងចង់បាននោះយើងមកមើលពីវិធីធ្វើរបស់ខ្ញុំឃើញតែខ្ញុំចាស់ចេះមែនប៉ុន្តែចំណេះចំណុកក្មេងក៏នៅតែហូបជាធម្មតាដែរបងប្អូនយើងធ្វើហូបខ្លួនឯងអញ្ចឹងគឺអត់សូវប្រៃពេកហើយរសជាតិគឺសុវត្ថិភាពតែម្ដងដែលនិយាយហ្នឹងមិនមែនថាគេធ្វើអត់សុវត្ថិភាពទេបងប្អូនប៉ុន្តែពេលដែលយើងធ្វើហូបខ្លួនឯងចេះគឺស្និទ្ធហូបហើយម្យ៉ាងទៀតដូចជាសាច់ផាត់អីយើងធ្វើទៅតាមរសជាតិដែលយើងចង់ហូបណាសម្រាប់ខ្ញុំសាច់ផាត់គឺខ្ញុំធ្វើបែបសាបបាញ់ត្រាងដែលខ្ញុំយកមកធ្វើនេះគឺជាសបកណែមដែលគេជ្រលក់ទឹកយកមករុំជាមួយសាច់ជាមួយបន្លែអីនេះណាខ្ញុំទិញវាចំនួន3ដុំបងប្អូន3ដុំហ្នឹងច្រើនគួរសមដែរដោយសារតែយើងធ្វើទុកហូបយូរដែរសម្រាប់ខ្ញុំធ្វើហើយខ្ញុំទុកហូបច្រកក្នុងកឡឬក៏ដាក់ក្នុងថង់រុំកុំឲ្យខ្យល់ចូលទៅស្រួយគឺនៅតែមានរហូតអញ្ចឹងរសជាតិគឺឆ្ងាញ់តែម្ដងបងប្អូនហើយបាញ់ត្រាំងរបស់ខ្ញុំយកវាមកចិតជាចំណិតមកល្មមហើយគ្រឿងផ្សំដែលខ្ញុំត្រូវប្រើបន្តនេះគឺខ្ញុំប្រើកូនបកាក្រៀមបើយើងប្រើបកាធំវារសជាតិចាញ់បកាតូចនេះទេបងប្អូនរសជាតិហ្នឹងវាមានម្សៅបន្តិចអីទៅហើយកូនបកាទូចហ្នឹងវារៀងស្រួយមិនដឹងតែគេធ្វើដាក់អីខ្លះខ្ញុំក៏ដឹងដែរប៉ុន្តែយើងក៏ធ្លាប់ហូបវាហើយក៏ឃើញថាមិនអីទេណាហើយក៏យកវាមកហូបតទៀតណាហើយគ្រឿងផ្សំរបស់ខ្ញុំទៀតមានខ្ទឹមសចិញ្ច្រាំម្ទេសឆ្អើត្រាំហើយយើងកិនឲ្យម៉ត់ម្ទេសហើស្ករហើយនិងម្សៅស៊ុបបងប្អូនដាក់តាមរសជាតិដែលយើងចង់បានណាតែខ្ញុំអត់យកប្រៃពេកទេហើយជាចុងក្រោយរបស់ខ្ញុំនឹងគឺមានសាច់ផាត់ដែលយើងធ្វើថ្ងៃមុនបើយើងចង់ដឹងពីវិធីធ្វើសាច់ផាត់យើងចូលមកវីដេអូចាស់ៗហើយខ្ញុំមានពីរបៀបធ្វើសាច់ផាត់ដែរដាក់ខ្ទះក្តៅអញ្ចឹងមកយើងដាក់ខ្ទឹមដែលយើងបានចិញ្ច្រាំឲ្យម៉ត់មកបំពងវាឡើងឈ្ងុយតែកុំខ្លោចកុំក្រហមពេកបងប្អូនច្រឡំកុំខ្លោចកុំក្រហមពេកមកមុំអញ្ចឹងមកបើក្រហមពេកវារៀងល្វីងតែប៉ុណ្្នឹងបានហើយយើងស្រង់ទុកម្លែកហើយយើងចាក់ម្ទេសឆ្អើដែលយើងបានកិននៅម៉ត់ហ្នឹងយើងកូរវាឲ្យឡើងបាច់ទឹកមកrồiហើយយើងថែមម្ទេសហុយរបស់យើងអាហុយយើងបាច់ថ្ងៃនេះខ្ញុំមិនដាក់ហឹលទេខ្ញុំដាក់មកល្មមកូរចូលគ្នាមកក៏ថែមម្សៅស៊ុបនិងស្ករកូរមួតចូលគ្នាមកចំណុចសំខាន់របស់បាញ់ត្រាំងរបស់យើងគឺយើងកូរគ្រឿងឲ្យសព្វចឹងមកយើងចាក់បាញ់ត្រាំងយើងចូលទៅយើងប្រើភ្លើងដល់ទាបហើយយើងកូរវាថ្នមបើសិនតែយើងដាក់ភ្លើងខ្លាំងវាខ្លោចបើយើងដាក់កូរទៅវាអត់សព្វវាអត់ស្រួយឆ្ងាញ់ទេបងប្អូនវាទៅជាស្វិតវិញអញ្ចឹងហើយភ្លើងយើងត្រូវតែប្រើទៀតគោត្រឡប់យឺតដែរយើងនឹងកូនឯងប៉ុន្តែ the result អូយបងប្អូនអើយមិនបាច់និយាយទេរសជាតិគឺញាក់តែម្ដងគោមើលតែសប់ល្មមហើយខ្ទឹមពងដែលយើងពងមិញហ្នឹងយើងយកវាមកចាក់ចូលមកគោវាសប់ចូលគ្នាមកខ្ញុំដាក់ខ្លាញ់ប៉ុណ្ណឹងវាអត់តលឿនទេបងប្អូនពេលដែលយើងកូរជាមួយសាច់ជាមួយអីទៅវាស្ងួតវាឃើញមកល្មមអញ្ចឹងវាអត់តលឿនហ្នឹងណាហើយគ្រឿងរបស់យើងសពហើយក៏យើងភ្លក់មើលភ្លក់អីមាននៅស្វិតខ្លះគឺយើងកូរថែមទៀតទៅហើយយើងចាក់សាច់ផាត់របស់យើងចូលមកកូរត្រឡប់ក្នុងភ្លើងមួយយឺតមែនទែនបងប្អូនអើយប៉ុន្តែមើលញោមចោះតម្រឹមហើយនឹងបងប្អូនអើយចង់ឆ្អែតតែបាញ់ត្រាងណាបងប្អូនពេលយើងធ្វើនឹងហូបជក់មាត់មែនទែនណាហូបមិនដឹងថាឆ្អែតមិនទេពេលវាក្រៀមស្រួយអញ្ចឹងអូឆ្ងាញ់មែនទេបងប្អូនមើលតាកាយវិការក៏តែដឹងដែរបងប្អូនអើយយើងធ្វើឲ្យហូបហើយមកស្ទុះគឺហូបទៀតគឺហូបរហូតតែម្ដងរសជាតិគឺនិយាយរួចទេគឺឆ្ងាញ់មែនទែនអូគ្រឿងនៅក្រោមលបនុកនេះវ៉ាវអូ my goodness សាច់ផាត់ទ្រុងមិនអេមណាយើងអត់ធ្វើប្រៃពេកហ្នឹងមកមុំជក់មាត់សាហាវមកចាសាច់ណាតែប៉ុណ្្នឹងក៏ជាតិដែរឈ្ងុយ
nè sạch mình dừng phơi thấy hà là thùng bột này chui nhìn về kêu trâu xuôi từng bàn tràng côn bị kia cream à côn bị kia cái chọc nhá ngành đợi mà nít trâu chủ ngành ngon tụi mẹ mà hao rồi
Ừ. 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 Ừ.